សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាព្រឹកនេះនាងខ្ញុំមកបេះផ្លែមាក់ប្រាងទៀតហើយដោយសារតែរដូវនេះគឺជារដូវផ្លែមាក់ប្រាងចាប់ផ្ដើមទុំនិយាយពីផ្លែអត់សូវធំទេពុកម៉ែបងប្អូនតែរសជាតិវិញគឺថាផ្អែមឆ្ងាញ់តែម្ដងហើយថ្ងៃនេះដែរគឺនាងខ្ញុំមកនិយាយអំពីរឿងមាក់ប្រេងមាក់ប្រាងនិងមាក់យ៉ុងមានបងប្អូនយើងភាគច្រើនគាត់អត់ស្គាល់ទេថាស្អីទៅមាក់ប្រេងស្អីទៅមាក់ប្រាងស្អីទៅមាក់យ៉ុងបើចំពោះអ្នកខេត្តបាត់ដំបងពុកម៉ែបងប្អូនគេនិយាយពីមាក់ប្រេងមាក់ប្រាងមាក់យ៉ុងគឺគេស្គាល់ច្បាស់ណាស់ប៉ុន្តែបើខេត្តផ្សេងប្រហែលជាគាត់មិនស្គាល់ទៅស្គាល់ទេឲ្យតែគាត់និយាយគឺមាក់ប្រេងមាក់ប្រាងហ្នឹងគឺគាត់សំដៅលើរបស់តែមួយតែអ្នកបាត់ដំបងមាក់ប្រាងគឺគេសំដៅលើផ្លែហ្នឹងមានរសជាតិផ្អែមឲ្យតែផ្លែមានរសជាតិផ្អែមគឺមាក់ប្រាងហើយរីឯផ្លែដែលមានរសជាតិជូរគឺគេសំដៅលើមាក់ប្រេងហើយមួយប្រភេទទៀតគឺមានរសជាតិជូរអែមហើយផ្លែវាធំហ្នឹងគឺគេសំដៅទៅលើផ្លែមាក់យ៉ុងផ្លែមាក់យ៉ុងមានទំហំធំជួនកាលផ្លែរហូតដល់ប៉ុនពងទាក៏មានដែររីឯមាក់ប្រាងនិងមាក់ប្រេងវិញទំហំប្រហាក់ប្រហែលគ្នាទេតែគេសំដៅលើរសជាតិវានឹងគឺជូរមាក់ប្រេងជូរមាក់ប្រាងផ្អែមមានបងប្អូនខ្លះក៏អត់ស្គាល់គាត់អត់តន់យល់ច្បាស់ទេអញ្ចឹងនាងខ្ញុំក៏សូមបញ្ជាក់ដែរមាក់ប្រេងមាក់ប្រាងគឺវាខុសគ្នាខុសត្រង់រសជាតិនឹងឯងបើស្លឹកអីប្រហាក់ប្រហែលគ្នាទេពុកម៉ែបងប្អូនវាស្រដៀងគ្នាមាក់ប្រេងមាក់ប្រាងមាក់យ៉ុងអញ្ចឹងវាប្រហាក់ប្រហែលតែគ្នាទេពុកម៉ែបងប្អូនយើងសង្កេតមើលឲ្យច្បាស់ទៅវាដូចតែគ្នាទេពុកម៉ែបងប្អូនប៉ុន្តែគ្រាន់តែថាអ្នកបាត់ដំបងគេសំដៅលើរឿងរសជាតិបើគេនិយាយអំពីផ្លែមាក់ប្រាងគឺផ្លែហ្នឹងមានរសជាតិផ្អែមឆ្ងាញ់ណាស់ដូចជានៅនឹងដៃនឹងខ្ញុំនេះគឺមាក់ប្រាងតែម្ដងតែឆ្នាំនេះអត់សូវធំទេពុកម៉ែបងប្អូនឆ្នាំខ្លះផ្លែធំជាងនេះហើយបើគេនិយាយអំពីផ្លែមាក់ប្រេងគឺផ្លែហ្នឹងមានរសជាតិជូរមាក់យ៉ុងគឺមានរសជាតិជូរអែមបើចំនួនប្រហែលជា10ឆ្នាំមុនជាង10ឆ្នាំមុននាងខ្ញុំមានដើមមាក់ប្រាងមាក់ប្រេងពីដើមជាប់គ្នាពុកម៉ែបងប្អូនអើយជីដូនជីតានាងខ្ញុំក៏ដាំទុកដល់ពេលអញ្ចឹងទៅផ្លែវាពីដើមមេឃបែកខាងនេះមាក់ប្រាងមួយហៀងទៀតគឺមាក់ប្រេងរសជាតិវាគឺចែកគ្នាដាច់ហ្មងមាក់ប្រាងគឺផ្អែមឆ្ងាញ់មាក់ប្រេងផ្លែដាក់មកគឺជូរតោះទុំសัตว์មិនចង់ស៊ីទៀតវាជូរខ្លាំងណាដល់ទៅពេលអញ្ចឹងទៅពេលផ្លែមកដល់ពេលអញ្ចឹងទៅធ្វើឲ្យនឹងខ្ញុំនឹងយល់នឹងខ្ញុំក៏សួរទាំងទៅចាស់ហ្នឹងគាត់ថាមាក់ប្រេងជូរទោះជាទុកដល់ឆ្នាំណាក៏នៅតែជូរដែរតែមាក់ប្រាងគឺផ្អែមហើយទៅបាននឹងខ្ញុំយល់ពីបញ្ហាហ្នឹងហើយដាំមកគុំតែដល់ពេលមានពីរដើមអញ្ចឹងទៅវារសជាតិខុសគ្នាអ្នកខ្លះក៏អត់យល់កន្លែងហ្នឹងគាត់សួរនឹងខ្ញុំថាជូរអត់អញ្ចឹងបានន័យថាអត់ស្គាល់ផ្លែនឹងច្បាស់ទេបើអ្នកបាត់ដំបងគេស្គាល់ច្បាស់ណាស់ឲ្យតែមាក់ប្រាងគឺផ្អែមហើយមាក់ប្រេងគឺជូររីឯមាក់យ៉ុងមានរសជាតិជូរអែមភាគច្រើនសម័យនេះគេចូលចិត្តដាំមាក់យ៉ុងដោយសារតែផ្លែវានឹងមានរសជាតិជូរអែមឆ្ងាញ់ហើយផ្លែធំបើមាក់ប្រាងវិញផ្លែល្អិតទេពុកម៉ែបងប្អូនដូចជានៅនឹងដៃនឹងខ្ញុំកាន់នេះឯងហើយសូម្បីតែវចនានុក្រមរបស់សម្ដេចសង្ឃជួនណាតក៏ចែកគ្នាដាច់ដែរមាក់ប្រេងមាក់ប្រាងគឺមានរសជាតិជូរអែមមាក់ប្រាងផ្អែមមាក់ប្រេងជូរអែមហើយសម្បូរនៅខេត្តកំពតហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមកុំមានការយល់ច្រឡំអីបាទមាក់ប្រាងផ្អែមមាក់យ៉ុងជូរអែមមាក់ប្រេងជូរ